ជាបឋមចំបាតជាប្រធានមណ្ឌលកុមារកំព្រាព្រៃជុំស្ថិតនៅក្នុងភូមិព្រៃជុំឃុំយុគសាមគ្គីស្រុកសាមគ្គីមនីជ័យខេត្តកំពង់ស្ពឺសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះជនជាតិជប៉ុនដែលបានធ្វើផ្ទះសំណាញ់ហៅថាផ្ទះបន្លែដល់កូននៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំនេះក្នុងនាមខ្ញុំបានតាំងឲ្យកូនទាំងអស់សូមគោរពអរគុណចំពោះជនជាតិជប៉ុនជាពិសេសលោកម៉ាស្ដាដែលជាអ្នកនាំនៅដំណឹងនេះជូនដល់បងប្អូនជនជាតិជប៉ុនដែលបានធ្វើឲ្យផ្ទះសំណាញ់នេះកើតឡើងហើយសម្រាប់ដាំនៅបន្លែដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កូននៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំដោយហេតុថាមណ្ឌលកុមារកំព្រាព្រៃជុំមានកូនកំពុងរស់នៅចំនួនរហូតដល់75នាក់ហើយការដែលរស់នៅជាប្រចាំថ្ងៃនេះត្រូវការចំណាយទាំងម្ហូបទាំងអាហារដូចជាបន្លែនេះហើយបន្លែនេះក៏ជាបន្លែសុខភាពមួយដែរដែលធ្វើឲ្យការចំណាយនៅក្នុងមណ្ឌលមានការកាត់បន្ថយការចំណាយផងដែរហើយដូច្នេះហើយបានជាបន្លែផ្ទះបន្លែនេះគឺសំខាន់ណាស់សម្រាប់កូននៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំដែលបានហូបបានញ៉ាំជារៀងរាល់ថ្ងៃហើយសូមអរគុណដល់ជនជាតិជប៉ុនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រមកដល់មណ្ឌលកុមារកំព្រាព្រៃជុំហើយក៏បានធ្វើផ្ទះសំណាញ់នេះឲ្យកើតតាមរយៈលោកម៉ាស្ដាផងដែរហើយសូមអរគុណឲ្យជនជាតិជប៉ុនទាំងអស់មានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួនហើយសូមឲ្យពួកគាត់ជោគជ័យក្នុងកិច្ចការទាំងពួងសូមឲ្យបានសម្រេចដោយសេចក្តីបំណងប្រាថ្នាជារៀងរហូតដល់រៀងទៅ